តើប៉ុល ពត ជាអ្នកដឹកនាំប្រភេទណាក្នុងឋានៈសាឡុត ស ជាមេដឹកនាំចលនាតស៊ូក្រោយមរណភាពរបស់រាមច្បងគាត់ពោលគឺទូសមុទ្រហើយក្រោយមកក្លាយជានាយករដ្ឋមន្ត្រីនិងជាអគ្គលេខាបកកុម្មុយនីសកម្ពុជាគាត់ជាអ្នកគ្រប់គ្រងនិងជាមេដឹកនាំជាន់ខ្ពស់ម្នាក់របៀបនៃការដឹកនាំរបស់គាត់ជាឥទ្ធិពលយ៉ាងខ្លាំងទៅលើអិរិយាបថរបស់សហការីរបស់គាត់ក៏ដូចជាទៅលើជោគវាសនាប្រជាជាតិខ្មែរទាំងមូលថែមទៀតយើងសាកល្បងស្វែងយល់ថាតើប៉ុល ពត មានលក្ខណៈជាអ្នកដឹកនាំប្រភេទណាលោក Chandler ក៏សម្គាល់ថាមានសក្ខីភាពជាច្រើនបង្ហាញឲ្យឃើញថាមនុស្សដែលមានទំនាក់ទំនងជាមួយសាឡុត ស ដូចជាលោកកេង វ៉ាន់សាក់ អៀង សារី និងនួនជាសុទ្ធតែមានបុគ្គលិកលក្ខណៈឆ្នើមពូកែនៅពេលដែលសាឡុត ស ពិតជាគ្មានគេឈ្មោះបែបនោះឡើយប៉ុន្តែផ្ទុយទៅវិញសាឡុត ស បែរជាបានក្លាយជាបងធំទី1នៃចលនាកុម្មុយនីសរបស់កម្ពុជាពោលគឺជាអ្នកដឹកនាំបដិវត្តន៍និងប្រជាជាតិមួយទៅវិញតើអ្វីដែលធ្វើឲ្យប៉ុល ពត មានឧត្តមភាពនិងក្លាយជាអ្នកដឹកនាំកំពូលម្នាក់ដូចនេះទៅវិញតាមប្រវត្តិនយោបាយរបស់របបកម្ពុជាប្រជាធិបតេយ្យសាឡុត ស ឬប៉ុល ពត ជាបុគ្គលដ៏មានអំណាចកំពូលនៅកម្ពុជាក្នុងរយៈកាលនៃការគ្រប់គ្រងរវាងឆ្នាំ1975ដល់78តាមរយៈរូបថតឯកសារបន្សល់ទុកនានាបង្ហាញថាសាឡុត ស ឬប៉ុល ពត មានមាឌធំដំបងរាងខ្ពស់មុំមួនស័ក្តិសមជាអ្នកដឹកនាំប៉ុន្តែការនិយមឲ្យតម្លៃឬជ្រើសមេដឹកនាំមានរាងកាយធំមាំមួនបែបនេះគឺច្រើនកើតមានក្នុងសង្គមណាដែលចូលចិត្តប្រើកម្លាំងបាយឬអំពើហិង្សាផ្ទុយទៅវិញប្រវត្តិនៃមេដឹកនាំក្នុងពិភពលោកក៏មានអ្នកដឹកនាំដែលមានមាឌតូចល្អិតដែរដូចជារូបលោកមហាត្មគន្ធី1869ដល់1948ឬណាំប៉ូឡេអុង1769ដល់1821ជាដើមដែលសុទ្ធសឹងជាមនុស្សមានឥទ្ធិពលនិងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់សាស្ត្រាចារ្យនិងជាអ្នកនិពន្ធនៃសៀវភៅវិទ្យាសាស្ត្រគ្រប់គ្រងដូចជាលោក Robin និងលោក Kohler រួមទាំង Barthelmess និង Snell បានកំណត់ពីលក្ខណៈដែលអ្នកដឹកនាំត្រូវមានដើម្បីឲ្យការដឹកនាំរបស់ពួកគេប្រព្រឹត្តទៅដោយប្រសិទ្ធភាពលក្ខណៈទាំងនោះរួមមានការមានចំណង់ឬអ្វីដែលជំរុញចេតនាចង់ដឹកនាំភាពស្មោះត្រង់ឬសច្ចភាពទំនុកចិត្តខ្លួនឯងចំណេះដឹងលើកិច្ចការងារបើកចំហប្រាស្រ័យទៅមជ្ឈដ្ឋានខាងក្រៅលក្ខណៈទាំងនេះនៅមានការខ្វះខាតនិងពុំប្រាកដធានាជោគជ័យគ្រប់គ្រាន់ក្នុងការដឹកនាំនោះឡើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយគេមិនអាចបដិសេធទាំងស្រុងដែរអ្នកដឹកនាំដែលមានលក្ខណៈបែបនេះច្រើនសម្រេចនឹងគោលដៅច្រើនជាងអ្នកដឹកនាំដែលគ្មានលក្ខណៈនេះភាពជាអ្នកដឹកនាំមិនមែនជាសម្បទានពីកំណើតឬធម្មជាតិនោះទេគេអាចមានលក្ខណៈជាមេដឹកនាំល្អបានប្រសិនបើគេហ្វឹកហាត់ខ្លួនឲ្យមានលក្ខណៈទាំងនេះប៉ុន្តែអ្នកដឹកនាំក៏មានមេដឹកនាំដែលល្អដូចជាលោកសូវ៉ាស៊ីនតោន1732ដល់1799មហាត្មគន្ធី Martin Luther King 1929ដល់1968ជាដើមឬជាមេដឹកនាំអាក្រក់ឧទាហរណ៍មានរូប Adolf Hitler 1889ដល់1945ជាតួយ៉ាងហើយពិនិត្យមើលលក្ខណៈសម្បត្តិរបស់ប៉ុល ពត អតីតមេដឹកនាំកម្ពុជាតាមបណ្ដាចំណុចខាងលើនិងចំណុចសំខាន់ៗដទៃទៀតការសិក្សាពីប្រវត្តិរបស់សាឡុត ស បង្ហាញថាគាត់មានការជំរុញខាងក្នុងមួយទៅរកការផ្លាស់ប្ដូរកែប្រែសង្គមខ្មែរឲ្យរួចផុតពីការជិះជាន់គៀបសង្កត់ភាពអយុត្តិធម៌និងភាពពុករលួយដោយសារគាត់មានចន្ទៈបែបនេះហើយបានជាបុគ្គលរូបនេះស្វែងរកការទទួលបាននូវសមាជិកភាពនៃបកប្រជាធិបតេយ្យហើយក្រោយពីបានទៅរស់នៅនិងសិក្សាឯកទេសជំនាញនៅប្រទេសបារាំងសាឡុត ស ខិតខំស្វែងយល់ពីលទ្ធិកុម្មុយនីសក្រោយមកបន្ទាប់ពីធ្វើដំណើរទៅប្រទេសចិននាឆ្នាំ1965គាត់ក៏សិក្សាលើទ្រឹស្ដីនានាដែលតាក់តែងដោយមេដឹកនាំចិនពីបទពិសោធន៍ទាំងឡាយដែលចិនបានឆ្លងកាត់
ដោយសារការជំរុញពីខាងក្នុងដ៏មោះមុតរបស់ខ្លួនគាត់សុខចិត្តតស៊ូលំបាករស់នៅក្នុងព្រៃជាពិសេសនៅខេត្តរតនគិរីក្រោយឆ្នាំ1965គឺប្រហែលជានៅទីនោះហើយដែលគាត់ទទួលរងនៅជំងឺគ្រុនចាញ់តាំងពីពេលនោះរហូតមកម្យ៉ាងទៀតក្នុងសង្គមខ្មែរមិនសូវមានបុរសច្រើនទេដែលរៀបការជាមួយស្ត្រីមានវ័យច្រើនជាងខ្លួននោះស្លុតសបានជ្រើសខៀវប៊ុននារីបញ្ញវន្តម្នាក់នឹងដែលមានវ័យច្រើនជាងខ្លួនដល់ទៅ8ឆ្នាំវាទំនងដែរថាការរៀបការជាមួយស្ត្រីរូបនេះប្រហែលដោយសារគាត់មានទស្សនៈនយោបាយដូចគ្នាហើយអាចធ្វើជាទីប្រឹក្សាសំខាន់របស់គាត់លើផ្នែកមនោគមវិជ្ជានិងនយោបាយថែមទៀតផងដូច្នេះការជ្រើសអ្នកស្រីខៀវប៊ុននារីជាគូគប់អាចមកពីហេតុផលនយោបាយនិងបដិវត្តច្រើនជាងមនោសញ្ចេតនាផ្ទាល់ខ្លួនដូចនេះដោយសារមានឆន្ទៈនេះហើយទើបរូបគាត់តស៊ូនឹងការលំបាកទ្រាំទ្រនឹងភាពអត់ឃ្លានជំងឺដំកាត់និងប្រឈមជាមួយនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាងក្នុងសម័យកាលប្រយុទ្ធតស៊ូរបស់ខ្លួនក្រោយទទួលបានអំណាចនាខែមេសាឆ្នាំ1975ពលពតជាមួយក្រុមជិតស្និទ្ធរបស់គាត់ក៏ក្រាញននាដើម្បីដឹកនាំសង្គមកម្ពុជាទៅកាន់ភាពរុងរឿងក្នុងក្តីស្រមៃរបស់ខ្លួនប្រកបដោយការលំបាកនិងឧបសគ្គនានាជាបន្តបន្ទាប់ស្លុតសក៏មានចេតនាក្នុងការដឹកនាំដែរយើងអាចឃើញថាបុគ្គលរូបនេះស្រវាស្រទិញអំណាចក្នុងការដឹកនាំដែរដូចជាការខិតខំតស៊ូលំបាកលំបិនជំនះឧបសគ្គទាំងការតស៊ូនយោបាយនៅទីក្រុងនិងនៅក្នុងព្រៃការប្រើប្រាស់ល្បិចកលដើម្បីឈានដល់តំណែងកំពូលការប្រឹងប្រែងការពីអំណាចខ្លួនពីគម្រោងចង់ផ្ដួលរំលំគាត់បន្តក្នុងរយៈពេលកាន់អំណាចក្នុងឆ្នាំ1975ដល់78ជាធម្មតាអ្នកនយោបាយយល់ថាទោះតែមានអំណាចទើបគេអាចមានឱកាសពេញលេញដើម្បីអនុវត្តយុទ្ធសាស្ត្រនិងសម្រេចនូវឧត្តមគតិខ្លួនទាំងស្រុងបានភាពស្មោះត្រង់នឹងខ្លួនឯងឬសច្ចភាពជាលក្ខណៈសំខាន់មួយទៀតរបស់អ្នកដឹកនាំសច្ចភាពមានន័យថានិយាយដោយម្ដេចធ្វើអញ្ចឹងជាប្រការសំខាន់មួយដើម្បីឲ្យអ្នកនៅក្រោមបង្គាប់មានទំនុកចិត្តមកលើខ្លួនមេដឹកនាំរបស់ខ្មែរក្រហមតែងប្រដៅអ្នកដទៃឲ្យលះបង់ដូចជាកម្មសិទ្ធិសន្ទូត្រូវមានការលះបង់ជំរុះចោលនៅភាពនាមើលនិយមសម្រាប់ប៉ុលពតអ្វីដែលបុគ្គលនេះនិយាយអ្វីដែលពោលទៅកាន់អ្នកដទៃទាក់ទងនឹងភាពស្មោះត្រង់និងផលប្រយោជន៍ការរក្សាកម្មសិទ្ធិផ្ទាល់ខ្លួនឲ្យនៅកម្រិតសមរម្យក៏ស្របគ្នាទៅនឹងសកម្មភាពជាក់ស្ដែងរបស់គាត់ដែរក្នុងថេរវេលានៃការគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យមេដឹកនាំរូបនេះមិនបង្ហាញឲ្យឃើញថាមានទ្រព្យសម្បត្តិអ្វីធំដុំឡើយភាពស្មោះត្រង់ការផ្សារភ្ជាប់ទៅនឹងចរិតមហាជនប្រជាជនដែលគាត់ធ្លាប់ទូមានគេហាក់នៅមានប្រកបនិយមដដែលផ្ទុយពីសហការីគាត់ខ្លះដែលបាត់បង់សច្ចភាពនិងចរិតវណ្ណៈអធនពិសេសក្រោយឆ្នាំនៃការបាត់បែកនៃរបបខ្មែរក្រហមឬក្រោយនោះម្យ៉ាងទៀតបើទោះជាមានអំណាចដ៏លើសលប់និងបើទោះបីជាភរិយារបស់គាត់ខៀវប៊ុននារីមានសុខភាពផ្នែកផ្លូវចិត្តមិនល្អមិនមានពលមានណាបង្ហាញពីការមានទំនាក់ទំនងស្នេហារបស់ពលពតជាមួយស្ត្រីដទៃឡើយមិនតែប៉ុណ្ណោះពលពតអាចរៀបការជាមួយស្ត្រីផ្សេងក្រោយពីបានទទួលការអនុញ្ញាតពីភរិយាដើមរបស់គាត់នៅឆ្នាំ1987ការដឹកនាំរូបនេះថែមទៀតដាក់ពិន័យលើសហការីរបស់គាត់គឺកុយធូនពីបញ្ហាសិលធម៌និងស្រីញីនេះថែមទៀតការប្រកាន់សច្ចភាពបែបនេះទំនងជាពលពតចង់បង្ហាញឲ្យឃើញនៅទូនាទីគំរូរបស់អ្នកដឹកនាំតម្លៃផ្ទាល់ខ្លួននិងការរក្សាតម្លៃវប្បធម៌បដិវត្តន៍ដែលខ្លួនគាត់និងគូកនបានសាបព្រោះនិងកំណត់ថាជាវប្បធម៌ល្អបរិសុទ្ធជាវប្បធម៌មុនមិនមែនតែពលពតម្នាក់ឯងទេមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យដទៃទៀតក៏ច្រើនប្រកាន់យករបៀបរស់នៅសាមញ្ញទប់បង្អន់មិនធ្វើឲ្យជីវិតខ្លួនមានលក្ខណៈប្រណិតភ្លើតភ្លើននោះទេពួកគេប្រកាន់គោលការណ៍តឹងរ៉ឹងបំផុតមួយដូចជាគេកម្រឃើញពួកនោះផឹកស្រាណាស់បើទោះជាក្នុងពិធីជប់លៀងរៀបចំចំពោះភ្ញៀវក៏ដោយហើយគេនិយាយថាក្នុងទីស្ងាត់កំបាំងក៏ពួកនេះក៏មិនផឹកស្រាដែរពួកគេមានអ្នកជក់បារីតិចណាស់
អ្នកទាំងនោះមានទម្លាប់និយាយស្ដីដោយសម្លេងតិចៗនិងរក្សាលក្ខណៈស្ងប់ស្ងៀមមិនច្រឡោតគេច្រើនសើចញញឹមតែកម្រសើចក្អាកក្អាយណាស់ប៉ុន្តែលក្ខណៈសំខាន់ជាងនេះគឺពួកគេពិសេសពលពតតែម្ដងមិនប្រម៉ែប្រមូលភពទ្រព្យជាតិធ្វើជាអ្នកមានបំពប់ខ្លួនឯងនិងក្រុមគ្រួសារជាមួយនឹងសម្ភារៈទ្រព្យសម្បត្តិឡើយមេដឹកនាំត្រូវមានទំនុកចិត្តលើខ្លួនឯងប្រសិនបើគ្មានទំនុកចិត្តលើខ្លួនឯងទេគ្មានអ្នកក្រោមបង្គាប់ណាមានទំនុកចិត្តលើខ្លួនគាត់ឡើយហើយក៏មិនដើរតាមគាត់ដែរលើប្រការនេះយើងឃើញថាស្លុតសឬពលពតហាក់មានមោទនភាពនិងមានទំនុកចិត្តខ្លាំងណាស់លើសមត្ថភាពនិងការសម្រេចចិត្តរបស់បកឬអង្គការរបស់គាត់ដែលសម្រេចចិត្តអ្វីមិនដែលខុសឬគិតអ្វីខុសឡើយហើយមានភាពភ្លឺស្វាងនិងវាងវៃជានិច្ចគាត់មិនថ្លែងពីទំនុកចិត្តនិងមោទនភាពផ្ទាល់ខ្លួនទេព្រោះការសម្រេចនិងការទទួលខុសត្រូវក្នុងការដឹកនាំធ្វើឡើងជាសមូហភាពក្នុងមុខនេតិជាអ្នកដឹកនាំម្នាក់ការគិតគូររបស់គាត់ខ្លះគឺត្រឹមត្រូវឧទាហរណ៍នៅដើមឆ្នាំ1975គិតប្រសិនបើខ្មែរក្រហមផ្ដាច់ផ្លូវដឹកជញ្ជូនស្បៀងនិងផុសភារដែលផ្គត់ផ្គង់ចិញ្ចឹមរបបក្រុងភ្នំពេញនោះរបបនេះនឹងស្លាប់ត្រដោះខ្យល់ប៉ុន្តែទំនុកចិត្តរបស់គាត់មានខ្លាំងជាងមុនទៅទៀតជាពិសេសក្រោយពីទទួលបានជ័យជំនះលើរបបក្រុងភ្នំពេញដែលគ្រប់គ្រងដោយ CER ការទុកចិត្តហួសប្រមាណជាប្រការមួយធ្វើឲ្យគាត់ធ្វើការសម្រេចចិត្តដោយខ្វះការពិចារណាឲ្យបានហ្មត់ចត់ច្បាស់ពឹងផ្អែកលើសមត្ថកម្មនិងការស្មានផ្ទាល់ខ្លួនដែលជាញឹកញាប់គ្មានមូលដ្ឋានប្រាកដនិយមទាល់តែសោះដូចជាការដាក់ចេញផែនការសេដ្ឋកិច្ច4ឆ្នាំផែនការយុទ្ធសាស្ត្រវិប្រយុទ្ធនឹងវៀតណាមនិងការធ្វើវិសោធនកម្មផ្ទៃក្នុងជាដើមបើទោះបីជាពលពតមានទំនុកចិត្តខ្លួនឯងក្តីប៉ុន្តែគាត់គ្មានទំនុកចិត្តលើអ្នកដើរតាមគាត់ឡើយកង្វះទំនុកចិត្តលើអ្នកក្រោមបង្គាប់ប្រកាសជានាំឲ្យមេដឹកនាំត្រូវតែតាមដាននិងធ្វើការត្រួតពិនិត្យជាប់ជានិច្ចនិងមិនអាចធ្វើប្រតិភូកម្មអំណាចដល់កម្មាភិបាលក្រោមបង្គាប់គាត់ឡើយជាការពិតគេមិនអាចទុកចិត្តអ្នកនៅក្រោមឱវាទគ្រប់គ្នាទេប៉ុន្តែជាងនេះទៅទៀតពលពតមានការភ័យខ្លាចពីសំណាក់អ្នកនៅជុំវិញខ្លួនខ្លាំងណាស់ការភ័យខ្លាចបារម្ភពីការធ្វើឃាតនិងការផ្ដួលរំលំពីសហការីរបស់ខ្លួនធ្វើឲ្យគាត់វិនិច្ឆ័យមិនបានត្រឹមត្រូវហើយជាលំដាប់បន្ទាប់មកធ្វើឲ្យការសម្រេចនានាមានការខុសឆ្គងនិងលើកយុទ្ធសាស្ត្រពុំបានសមស្របដែរមិនតែប៉ុណ្ណោះកំហុសនៃការតាក់តែងយុទ្ធសាស្ត្ររបស់អង្គការបានថែមទាំងធ្វើឲ្យអ្នកប្រតិបត្តិខ្លាចជាអ្នករងគ្រោះទៀតផងការស្រាវជ្រាវនានាបង្ហាញថាពលពតចំណាយពេលច្រើនតាមដានមើលកំណត់ហេតុនិងរបាយការណ៍ដែលរៀបចំនៅឯសារមន្ទីរស21ទូស្រែងប៉ុណ្ណោះវាជាប្រការខ្វះខាតធំមួយដែលចេញពីការភ័យខ្លាចហួសហេតុការភ័យបារម្ភពីការបាត់បង់អំណាចនេះធ្វើឲ្យគាត់ចេះតែមានការសង្ស័យបាត់បង់ទំនុកចិត្តលើអ្នកនៅជុំវិញខ្លួនបាត់បង់សីលធម៌និងធ្វើការបោសសម្អាតឥតញញើតដៃលើអ្នកមានយោបល់មិនស្របនឹងខ្លួននេះជាហេតុបច្ច័យនាំទៅដល់ការបោសសម្អាតខ្មាំងទីក្នុងដែលធ្វើឲ្យរបបនេះឈានទៅរង្គោះរង្គើនិងដួលរលំជាមេដឹកនាំត្រូវដឹងពីទិសដៅដែលត្រូវនាំគេទៅមេដឹកនាំត្រូវមានចំណេះក្នុងកម្រិតណាមួយសម្រាប់រៀបចំចក្ខុវិស័យនិងយុទ្ធសាស្ត្រមានជំនាញក្នុងការគ្រប់គ្រងចេះប្រាស្រ័យនិងធ្វើការជាមួយអ្នកដទៃប្រកាសណាស់ថាអ្នកដឹកនាំថ្នាក់កម្ពុជាមានភារកិច្ចរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែងចេះប្រមូលអ្នកក្រមអាវ៉ាត់ឲ្យជួយធ្វើការអនុវត្តការងារដើម្បីសម្រេចបំណងជាយុទ្ធសាស្ត្រដូច្នេះវាទាមទារអ្នកដឹកនាំចាំបាច់ឲ្យមានមូលដ្ឋានចំណេះដឹងនិងជំនាញខ្លះក្នុងការពិចារណាវិភាគនិងរៀបចំទស្សនៈទានចក្ខុវិស័យនិងធ្វើការសម្រេចចិត្តធំនិងលំបាកជំនាញក្នុងការគ្រប់គ្រងនិងប្រស្រ័យជាមួយមនុស្សស្គាល់ដឹងពីសេចក្តីត្រូវការឬបញ្ហារបស់អ្នកក្រមបង្គាប់ចេះធ្វើការលើកទឹកចិត្តចេះធ្វើប្រតិភូកម្មអំណាចនិងចេះត្រួតពិនិត្យលើការប្រតិបត្តិរបស់អ្នកក្រមអាវ៉ាន់ក្រៅពីនេះក្នុងមុខងារជាអ្នកដឹកនាំប្រទេសវាចាំបាច់យល់ដឹងពីគោលការណ៍សំខាន់ពីសេដ្ឋកិច្ចកសិកម្មនយោបាយការទូតលទ្ធិប្រជាធិបតេយ្យបទពិសោធន៍របស់បណ្ដាប្រទេសនានានិន្នាការនយោបាយតំបន់និងពិភពលោកឡើងដែលធ្វើឲ្យការដឹកនាំប្រជាជាតិមួយមានប្រសិទ្ធភាពប៉ុន្តែពលពតទំនងជាមិនបានឲ្យតម្លៃលើចំណេះដឹងទាំងនេះទេព្រោះថាសៀវភៅក្បួនខ្នាតនានានិងសញ្ញាបត្រមិនមានសារៈប្រយោជន៍ឡើយសំខាន់នៅលើការអនុវត្តជាក់ស្ដែងទេនេះជាផ្នត់គំនិតដ៏ជ្រាលជ្រៅដែលពួកគេប្រកាន់យកចំណេះដឹងខាងនយោបាយសេដ្ឋកិច្ចយោធាវប្បធម៌
មិនសំខាន់ដូចមនោគមវិជ្ជាទេហើយក៏ទំនងជាទទួលយកតែនៅទស្សនៈសកលរបស់ខ្លួនថាអ្វីដែលសំខាន់គឺនៅលើឆន្ទៈឯណោះការមានឆន្ទៈអាចឲ្យគេសម្រេចកិច្ចការនិងភារកិច្ចបានទាំងអស់នេះជាការភ័ន្តច្រឡំឈលលើជំហរនិងទស្សនៈកុម្មុយនីសបែប Radical ពលពតនិងក្រុមស្និទ្ធនឹងគាត់មិនអើពើពីទ្រឹស្ដីនៃលទ្ធិកុម្មុយនីសនិងបទពិសោធន៍រួមទាំងបរាជ័យកន្លងមករបស់ប្រទេសផ្សេងៗពីលក្ខណៈប្រជាធិបតេយ្យពីសិទ្ធិមនុស្សពីសារៈសំខាន់នៃបច្ចេកទេសវិទ្យាសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមពីទស្សនៈទានប្រសិទ្ធភាពឡាផ្ទុយទៅវិញដោយផ្អែកលើការយល់ឃើញបែបចង្អៀតចង្អល់ផ្ទាល់ខ្លួនពលពតដឹកនាំប្រជាជាតិមួយដោយព្រាវឆ្ពោះទៅរកភាពរុងរឿងអស្ចារ្យមួយតាមការនឹកស្រមៃរបស់ខ្លួនតែមួយប្រព្រឹត្តភ្នែកហើយដែលមិនអាចក្លាយជាការពិតជារៀងរហូតអ្នកដឹកនាំត្រូវមានលក្ខណៈបើកចំហទៅរកមជ្ឈដ្ឋានខាងក្រៅជាធម្មតាអ្នកដឹកនាំឬអ្នកគ្រប់គ្រងត្រូវការប្រាស្រ័យត្រូវការប្រមូលព័ត៌មានត្រូវការរៀនសូត្រស្វែងយល់ពីបរិស្ថានខាងក្រៅត្រូវការឲ្យមានទំនាក់ទំនងនិងទទួលបានការគាំទ្រពីមជ្ឈដ្ឋានជុំវិញនិងធ្វើការត្រួតពិនិត្យការអនុវត្តផែនការនិងវិតម្លៃការប្រតិបត្តិនៃអ្នកនៅក្រមបង្គាប់ជាដើមអ្នកដឹកនាំក្នុងមុខនេតិជាប្រមុខត្រូវធ្វើការទំនាក់ទំនងជាមួយមជ្ឈដ្ឋានការទូតថ្នាក់ដឹកនាំបរទេសអ្នកកាសែតរួមទាំងមហាជននិងសហការីនិងមន្ត្រីរបស់ខ្លួនប៉ុន្តែក្នុងឋានៈជាអ្នកដឹកនាំជាន់ខ្ពស់ជាអ្នកទទួលខុសត្រូវលើប្រទេសទាំងមូលលើរដ្ឋាភិបាលលើបកនិងគណៈកម្មាធិការមជ្ឈិមបកកុម្មុយនីសកម្ពុជាពលពតគម្រោងបញ្ចេញបង្ហាញអត្តសញ្ញាណនិងធ្វើការប្រស្រ័យណាស់ជាមួយមជ្ឈដ្ឋានអ្នកដឹកនាំបរទេសមេដឹកនាំរូបនេះជួបប្រស្រ័យជាពិសេសជាមួយតែសម្ភាគីវៀតណាមនិងចុងក្រោយគាត់ធ្វើការជួបប្រស្រ័យតែជាមួយអ្នកដឹកនាំកូរ៉េខាងជើងនិងចិនប៉ុណ្ណោះក្នុងមជ្ឈដ្ឋានជាតិគេកម្រឃើញមេដឹកនាំរូបនេះបង្ហាញខ្លួនជាចំហដែរគាត់ច្រើនពូននៅពីក្រោយពីអង្គការគេឃើញពលពតផ្លាស់ប្ដូរឥរិយាបថបន្តិចប្រហែលជាចាប់ពីពាក់កណ្ដាលឆ្នាំ1978ម្យ៉ាងក្រោមការដាស់តឿនរបស់ក្រុមពេកាំងផងនិងម្យ៉ាងទៀតក្រោមស្ថានភាពដែលតម្រូវឲ្យកម្ពុជាមានការគ្រប់គ្រងពីប្រទេសនានាដើម្បីប្រឆាំងនឹងការវាយប្រហារពីសំណាក់ពួកវៀតណាមផងដែរដូចជាការផ្ដល់សម្ភារទៅក្រុមទូរទស្សន៍យូហ្គោស្លាវីធ្វើការបង្ហាញពីជីវប្រវត្តិខ្លះៗរបស់ខ្លួនការទទួលជួបជាមួយអ្នកស្រី Elizabeth Belker មកពីកាសែត Washington Post សាស្ត្រាចារ្យ Richard Dolman និង Michael Caldwell មុនការដួលរលំនៃរបបអាថ៌កំបាំងរបស់គាត់បន្តិចប៉ុណ្ណោះប្រការសំខាន់មួយទៀតដែលពលពតខ្វះខាតគឺការមិនទទួលខុសត្រូវក្នុងថេរវេលានៃការគ្រប់គ្រងប្រទេសកម្ពុជាមេដឹកនាំរូបនេះមិនបានទទួលស្គាល់ការពិតឡើយការមិនទទួលស្គាល់ការពិតមួយផ្នែកកើតឡើងដោយសារមោទនភាពនិងអំនួតហួសហេតុរបស់បុគ្គលឬក្រុមអ្នកដឹកនាំកាលណាមានអំនួតលើសលប់វាលំបាកណាស់ក្នុងការដាស់ខ្លួនមកទទួលស្គាល់កំហុសព្រោះគេគិតថាជាក្តីអាម៉ាស់ធ្ងន់ធ្ងរដូច្នេះហើយចំពោះមេដឹកនាំកម្ពុជាប្រជាធិបតេយ្យច្រកចេញតែមួយគឺមានតែទម្លាក់ការទទួលខុសត្រូវទៅលើអំពើក្បត់របស់អ្នកនៅក្រមបង្គាប់ខ្លួនប៉ុណ្ណោះនៅរាល់បរាជ័យនៃការអនុវត្តបទបញ្ជារបស់ខ្លួនពលពតតែងដាក់កំហុសទៅលើអ្នកក្រមបង្គាប់ថាខ្វះឆន្ទៈថាប្រឆាំងបដិវត្តន៍ជាខ្មាំងបង្កំក្នុងករណីខ្វះការអនុវត្តផែនការថ្នាក់លើមិនបានសម្រេចភាគច្រើនកំហុសបណ្ដាលមកតែអំពីការរៀបចំផែនការនិងយុទ្ធសាស្ត្រដោយមជ្ឈិមបកខ្លួនឯងស្ថានភាពត្រូវតែជារៀងរហូតបែបនេះធ្វើឲ្យរូបគាត់និងក្រុមស្និទ្ធគាត់មិនអាចកែតម្រូវទៅរកភាពល្អប្រសើរបានឡើយហើយធ្វើឲ្យអ្នកអនុវត្តបញ្ជាអស់ទឹកចិត្តនិងលែងជឿជាក់លើមេដឹកនាំថែមទៀតនេះជាប្រការខ្វះខាតសំខាន់មួយផ្សេងទៀតហើយការទទួលខុសត្រូវនេះជាលក្ខណៈសំខាន់ដែលមេដឹកនាំមិនអាចខ្វះបានការប្រកាន់នូវសីលធម៌ជាផ្នែកសំខាន់មួយទៀតរបស់អ្នកគ្រប់គ្រងនិងមេដឹកនាំបើទោះជាគេកម្រឃើញគាត់មានការខឹងច្រឡោតមុខមហាជននិងការប្រើនៅសម្លេងស្រាលមិនដំឡើងសម្លេងតាមមនោសញ្ចេតនាទន់ភ្លន់ប៉ុន្តែពលពតគ្មានការពិចារណារកហេតុផលគ្មានការអោនដល់សូម្បីសហសេវកដែលធ្វើការជាមួយគាត់ជាយូរមកហើយក៏ដោយជាងនេះទៅទៀតគាត់ដាក់បញ្ជាឲ្យជំនឿប្រជាជនស្លូតត្រង់ជនចាស់ជរាស្ត្រីទើបឆ្លងទន្លេ
អ្នកជំងឺក្រោមកម្ដៅក្តៅហែងនៃរដូវប្រាំងចាប់បង្ខំប្រជាជនឲ្យអត់ឃ្លានធ្វើការបាក់កម្លាំងជំរុញឲ្យមានការបោះសម្អាតនិងកាប់សម្លាប់បង្កើតឲ្យមានការព្រាត់ប្រាសបន្សល់នៅក្មេងកំព្រានិងស្ត្រីមេម៉ាយឡាប៉ុន្តែពលពតធ្វើមិនដឹងពីអារម្មណ៍សោយសោកក្តីវេទនាដែលគ្មានព្រំដែនសម្រាប់ប្រជាជាតិនិងរះខ្លួន Devos ស្រង់ពលមានពីអ្នករត់ចេញពីជំរំតស៊ូរបស់ពលពតថាមេដឹកនាំរូបនេះក្រោយពីភៀសខ្លួនចេញពីភ្នំពេញទៅរស់នៅតំបន់តូចមួយដែលស្ថិតនៅជិតខេត្តត្រាតរបស់ថៃតែងត្រាច់ចរក្នុងជំរំដោយ3កូនស្រីតូចក្នុងដៃទំនងជាគាត់ស្រឡាញ់ថ្នាក់ថ្នមបំផុតនេះអាចបញ្ជាក់ពីមនោសញ្ចេតនិងព្រំវិហារធម៌របស់ឪពុកទៅលើកូនដែលបុគ្គលជាអគ្គមគ្គុទ្ទេសក៍ថ្នាក់កម្ពុជារូបនេះមិនបានផ្ដោតទៅលើទារកនិងកូនក្មេងកម្ពុជាជាទូទៅឡើយក្រោមទិដ្ឋភាពឥរិយាបថនៃការដឹកនាំគេចែកអ្នកដឹកនាំជាអ្នកផ្ដោតតម្រង់ទៅរកការងារឬក៏អ្នកដឹកនាំដែលគិតគូរយកចិត្តទុកដាក់លើមនុស្សជាគោលការណ៍របៀបនៃការដឹកនាំវាទាមទារនូវភាពទន់ភ្លន់តើពេលណាដែលគួរផ្ដោតសំខាន់លើការងារឬភារកិច្ចហើយពេលណាដែលគួរយកចិត្តទុកដាក់ឲ្យច្រើនលើបញ្ហារបស់អ្នកនៅក្រោមបង្គាប់ប្រការក្រោយនេះគេប្រើនៅពេលដែលអ្នកដឹកនាំមិនសូវមានពលមានគ្មានបទពិសោធន៍និងភារកិច្ចមានលក្ខណៈថ្មីឬស្មុគស្មាញជាដើមតាមរយៈការប្រតិបត្តិរបស់គាត់ពលពតផ្ដោតតែទៅលើការសម្រេចការងារបេសកកម្មនិងគោលដៅឲ្យបានតែប៉ុណ្ណោះការប្រកាន់ឥរិយាបថតឹងរឹងបែបនេះមិនធ្វើឲ្យការដឹកនាំទទួលបានជោគជ័យទេប៉ុន្តែវាស្របទៅនឹងចរិតផ្ដាច់ការរបស់គាត់ការមិនចាប់អារម្មណ៍ខ្វល់ខ្វាយលើស្ថានភាពការងារសុខទុក្ខការលំបាកនិងទស្សនៈរបស់អ្នកនៅក្រោមបង្គាប់ក្នុងការអនុវត្តភារកិច្ចជាចំណែកមួយដែលធ្វើឲ្យកិច្ចការមិនសម្រេចដោយការរំពឹងទុកជាពិសេសភារកិច្ចលំបាកប្រកបដោយភាពស្មុគស្មាញក៏ដូចជាធ្វើឲ្យគាត់បាត់បង់ការគ្រប់គ្រងពីសំណាក់អ្នកនៅជុំវិញគាត់ម្យ៉ាងទៀតរាល់ពេលដែលការងារមិនបំពេញបានសម្រេចដូចបំណងបុគ្គលនេះតែងតម្រង់ការវិភាគរបស់ខ្លួនទៅរកហេតុផលថាជាខ្មាំងថាជាអ្នកមិនសប្បាយចិត្តនឹងបដិវត្តន៍និងមានជំហរប្រឆាំងនឹងបទពិសោធន៍ប្រភេទនេះពលពតបានអនុវត្តជាមួយកងទ័ពសោភឹមក្រោយដែលបរាជ័យមិនអាចផ្ដល់មេរៀនឲ្យកងទ័ពវៀតណាមក្នុងឆ្នាំ1977ដោយដែលមជ្ឈិមបកបានរំពឹងទុកឥរិយាបថផ្ដាច់ការបែបនេះធ្វើឲ្យអ្នកនៅក្រោមអូវាទរបស់គាត់ខ្វះភាពកក់ក្ដៅចំពោះរបៀបនៃការដឹកនាំហើយបន្តិចម្ដងកែនប្រមូលគ្នាជាកម្លាំងនិងឈានទៅកសាងជាកម្លាំងប្រឆាំងជាមួយនឹងគាត់និងក្រុមស្និទ្ធគាត់វិញ